បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងរបៀបនៃការដកក្រដាសចំណូលចំណាយប្រចាំឆ្នាំដើម្បីធ្វើយន្តការចងស័ន្តបាទដើម្បីអាចដកក្រដាសបានគឺទាមទារបងប្អូនប្រើទូរស័ព្ទប្រភេទ Android បើសិនបើបងប្អូនប្រើលក្ខណៈ iOS គឺពិបាកក្នុងការទាញយកហើយពេលខ្លះគឺมันអាចទាញយកបានតែម្ដងបាទអញ្ចឹងជាជំនាញដំបូងនោះគឺបងប្អូនត្រូវចូលទៅក្នុងកម្មវិធីជ្រុំបាទយើងចុចលើនឹងមកបាទហើយបន្ទាប់មកទៀតហ្នឹងគឺបងប្អូនត្រូវ search យកពាក្យថា home texture បាទមកដល់ចំណុចនេះគឺបងប្អូនចុចលើ home texture មកបាទអញ្ចឹងមកដល់ត្រង់ចំណុចនេះគឺបងប្អូនយកពាក្យខាងលើគេដាក់ថាយន់ម៉ាចងសាន់ស៊ូទឹកសេអេកុងជេឆាយូជូវេបាទយើងចុចលើនឹងមកបាទបន្ទាប់មកទៀតគឺបងប្អូនរើសយកពាក្យថាបាក់គិនកន្លែងនេះបាទហើយជំនាញបន្ទាប់មកទៀតគឺគេត្រូវការបងប្អូនអ៊ីនចុងជាមួយនឹងកម្មវិធី KakaoTalk ឬក៏ Naver អញ្ចឹងចំពោះខ្ញុំគឺខ្ញុំយកអ៊ីនចុងជាមួយនឹង KakaoTalk អញ្ចឹងបងប្អូនរើសយកពាក្យថាខាន់ចុងអ៊ីនចុងមានរូបមនុស្សបាទនៅខាងក្តារគេនឹងមកបាទបន្ទាប់មកនេះគឺទាមទារបងប្អូនអ៊ីនចុងអញ្ចឹងខ្ញុំអ៊ីនចុងជាមួយនឹង KakaoTalk បាទអញ្ចឹងបើសិនបើបងប្អូនណាដែលគាត់មិនទាន់បានអ៊ីនចុងជាមួយនឹង KakaoTalk បងប្អូនអាចទៅ verify KakaoTalk ជាមួយសិនដែរបងប្អូនអាចចូលទៅក្នុងមើលក្នុង YouTube របស់ខ្ញុំរបៀបនៃការអ៊ីនចុង KakaoTalk បាទអញ្ចឹងខ្ញុំសូមចុចលើ KakaoTalk មកបាទបន្ទាប់មកទៀតនៅកន្លែងអ៊ីរឿងនេះបងប្អូនត្រូវពេញឈ្មោះសាំងញ៉ុនអ៊ីវលនេះគឺបងប្អូនត្រូវពេញថ្ងៃខែឆ្នាំកំណើតលេខទូរស័ព្ទអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំសូមបិទសារតែជាព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំបាទអញ្ចឹងនៅពេលដែលបងប្អូនបំពេញឈ្មោះថ្ងៃខែឆ្នាំកំណើតហើយលេខទូរស័ព្ទនឹងវាមកដល់ត្រង់ចំណុចហ្នឹងពេលមកដល់ត្រង់ចំណុចមួយនេះគឺបងប្អូនត្រូវចុចលើពាក្យថា module ទងឯហាគូអ៊ីនចុងយូឆុងយើងចុចលើនឹងមកបាទហើយបន្ទាប់មកទៀតបងប្អូនត្រូវចាំទេគឺត្រូវអ៊ីនចុងជាមួយនឹងKakaoTalkអញ្ចឹងយើងត្រូវចាំសារលុយចេញពី KakaoTalk មកយើងត្រូវអ៊ីនចុងបាទលុតមកហើយយើងចុចលើ KakaoTalk មកបាទបន្ទាប់មកទៀតគឺបងប្អូនត្រូវចុចលើពាក្យថាអ៊ីនចុងហាគីបាទយើងចុចលើនឹងមកបន្ទាប់មកគឺបងប្អូនត្រូវគ្លីកយកទាំងអស់បាទហើយយើងយកពាក្យថា verify បាទត្រង់ចំណុចនេះបើសិនបងប្អូន verify ជាមួយនឹងមុខអត់បានគឺបងប្អូនត្រូវពេញលេខសម្ងាត់6ខ្ទង់អញ្ចឹងត្រង់លេខសម្ងាត់នេះគឺខ្ញុំសូមបិទសារតែជាព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំបាទអញ្ចឹងនៅពេលដែលបងប្អូនបំពេញ password 6ខ្ទង់ហើយបងប្អូនយកពាក្យថាអូខេបាទបន្តមកទៀតគឺបងប្អូនត្រូវលេខទៅកម្មវិធីរបស់យើងជុំវិញបាទហើយបន្តមកបងប្អូនយកពាក្យថា in ជុង one row បាទអញ្ចឹងមកដល់ចំណុចនេះគឺវាលុយឲ្យអូតូតែម្ដងគឺឈ្មោះរបស់យើងហើយនៅឆ្នាំ2025អញ្ចឹងមកទៀតគឺកន្លែងពី chauffeur អញ្ចឹងពេលបងប្អូនឃើញពី chauffeur បងប្អូនត្រូវចុចលើពី chauffeur ទាំងអស់បាទយើងចុចលើទាំងអស់មក chauffeur មកបាទអញ្ចឹងវាលុយនឹងចំនួនលុយឲ្យយើងឃើញបាទអញ្ចឹងឲ្យតែមានពាក្យ chauffeur យើងចុចលើពាក្យ chauffeur ទាំងអស់មកបាទចុចលើនឹងមកវានឹងចេញចំនួនលុយបាទស៊ីញយ៉ងខាតធ្វើបានន័យថាកន្លែងនេះគឺថាយើងចាយលុយមុនគេកាត់តាមក្រោយគឺដល់កន្លែងជីកពូខាតធ្វើនេះមានថាចំនួនដែលយើងចាយតាមការទេបងប្អូនបាទអញ្ចឹងនៅពេលដែលយើងបានក្តារនឹងហើយគឺយើងអាចផ្ញើទៅខាងក្រុមហ៊ុនដើម្បីឲ្យគាត់ធ្វើយន្តការចងស័ន្តឲ្យយើងអញ្ចឹងបាទអញ្ចឹងយើងចុច chauffeur ទាំងអស់មកបងប្អូនបាទយើងចុចអស់បាទនៅពេលដែលយើងចុចពាក្យ chauffeur ទាំងអស់ហើយបន្ទាប់មកទៀតគឺបងប្អូនមើលខាងឆ្វេងដៃមានពាក្យថាអ៊ីខ្វាន់ឆោមចានេរ៉ូផាគីយើងចុចលើពាក្យនឹងមកបាទបន្ទាប់មកទៀតគឺវានឹងគ្លីកឲ្យអូតូអញ្ចឹងដល់ត្រង់ចំណុចនេះគឺបងប្អូនមិនបាច់ធ្វើអីទេគឺគាត់មិនបាច់គ្លីកដែរគឺបងប្អូនពោលទៅខាងក្រោមដោយសារតែចំណុចនេះគឺវាអូតូឲ្យខ្លួនឯងបាទបន្ទាប់មកទៀតគឺបងប្អូនយកពាក្យខាងលើដាក់ថា K in ចុងភូយើងចុចលើខាងលើមកបន្ទាប់មកទៀតគឺបងប្អូនយកពាក្យថា Nero Phaki អញ្ចឹងនៅត្រង់ចំណុចនេះសម្រាប់បងប្អូនដែលប្រើប្រាស់ iPhone គឺពិបាកក្នុងការទាញយកឬក៏ទាញយកអត់បានអញ្ចឹងគឺបងប្អូនជាជំរឿនល្អគឺបងប្អូនអាចទាញយកនៅតាមប្រភេទ Android ដូចជា Samsung បាទអញ្ចឹងយកពាក្យថា Nero Phaki
បាទចឹងនៅពេលដែលបងប្អូនទិញយករួចហើយបាទចឹងបងប្អូនអាចចូលទៅកាន់ file របស់បងប្អូនបាទយកពី file មកបាទនេះចឹងបងប្អូននឹងឃើញกระดาษចំណូលចំណាយប្រចាំឆ្នាំរបស់យើងបងប្អូនអាចយកกระดาษនេះយើងអាចផ្ញើទៅឲ្យខាងរោងចក្រដើម្បីគាត់ធ្វើយន្តចងសាំងឲ្យយើងចឹងបាទហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងបាទសូមអរគុណសម្រាប់តាមដានវីដេអូរបស់ខ្ញុំ